จ้าพวกไม้บงปอนรวมลูกอักเนียนะសូមឲ្យពុកម៉ែបងប្អូនអរគ្នាគិតជាថ្មីចាប់ផ្ដើមជីវិតថ្មីពេលនេះយើងសូមឲ្យជីវិតរបស់យើងរឿងអតីតកាលកន្លងហួសរឿងអ្វីៗដែលមិនល្អសូមឲ្យចេញពីជីវិតយើងដែលងាយៗសប្បាយៗអញ្ចឹងពុកម៉ែបងប្អូនមានតែរឿងល្អចូលក្នុងជីវិតថ្ងៃនេះអ្នកគ្រូខ្ញុំចង់សាងសុភមង្គលឲ្យមានគ្រួសារមួយដ៏មានភាពកក់ក្ដៅអ្នកគ្រូចឹងពុកម៉ែបងប្អូននិយាយរឿងភាពកក់ក្ដៅណាមិនថាយើងសាងជាមួយគ្រួសាររបស់យើងឬមួយក៏យើងសាងជាមួយនឹងសាច់ញាតិឬមួយក៏យើងសាងជាមួយពុកម៉ែបងប្អូនរួមលោកទាំងអស់លើពិភពលោកឯងពុកម៉ែបងប្អូនណាយើងត្រូវតែគិតដូចតែគ្នាហ្នឹងមានអីហួសពីការគិតហើយត្រូវអនុញ្ញាតខ្លួនឯងណាពុកម៉ែបងប្អូនអនុញ្ញាតខ្លួនឯងឲ្យមានសេចក្តីសុខអនុញ្ញាតខ្លួនឯងឲ្យមានសុភមង្គលអនុញ្ញាតខ្លួនឯងឲ្យមានអ្វីគ្រប់យ៉ាងអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែនិយាយពាក្យអនុញ្ញាតឲ្យខ្ញុំគ្រាន់តែពាក្យអនុញ្ញាតឲ្យខ្ញុំបានន័យថាយើងព្រមបើកផ្លូវយើងនឹងហ៊ានគិតយើងនឹងហ៊ានលះបង់នៃពេលវេលាដ៏មិនល្អចំពោះយើងត្រូវអនុញ្ញាតឲ្យយើងមានពន្លឺត្រចង់ដែលបងប្អូនរួមលោកទាំងអស់តែងតែគិតប្រាថ្នាណាពុកម៉ែបងប្អូនហ៊ានគិតហ៊ានប្រាថ្នាហ៊ានបានអញ្ចឹងអ្វីដែលយើងសាងសប្តាហ៍ថ្ងៃនេះយើងសាងឲ្យយើងសាងដដែលឲ្យคล้ายជាទម្លាប់ហើយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាសាងអ្វីក៏ដោយឲ្យតែคล้ายជាទម្លាប់ដ៏អស្ចារ្យព្រោះទម្លាប់ដ៏អស្ចារ្យធ្វើឲ្យយើងនេះចាប់ចិត្តថ្មីคล้ายជាមនុស្សថ្មីអត់ឆាចោលទេជីវិតនេះជីវិតខ្ញុំឃើញចាក់ស្ដែងហើយខ្ញុំធ្វើអីគេយើងមើលមុខរបររៀងខ្លួនរបស់ពុកម៉ែបងប្អូនទាំងអស់ណាមុខរបរយើងទៅធ្វើការទៅរកស៊ីរៀងខ្លួនប្រច្រាស់គ្នាណាខ្លះធ្វើពេលថ្ងៃខ្លះធ្វើពេលយប់ខ្លះគាត់សឹងគ្មានពេលសម្រាប់អីមួយថ្ងៃ24ម៉ោងគាត់សម្រាប់បានតែ3-4ម៉ោងឯងអញ្ចឹងពុកម៉ែបងប្អូនគិតមើលខ្លួនឯងមើលតើ3-4ម៉ោងសម្រាប់3-4ម៉ោងរបស់យើងសុខភាពcủaយើងទ្រុឌទ្រោមបញ្ហាផ្លូវចិត្តហើយតើយើងអាចគ្រប់គ្រាន់ទេយើងប្រើកម្លាំងកាយធ្វើការពុកម៉ែបងប្អូនអត់មានទេអូខេប្រើកម្លាំងកាយអត់មានយើងអត់មានត្រង់អីទេយើងអត់មានបានសម្រាប់សុខភាពល្អហើយលុយយើងក៏អត់សូវចូលដែរដោយសារកម្លាំងយើងមិនអាចឲ្យប្រើកម្លាំងឲ្យទៅខ្លាចជាមហាសេដ្ឋីឬមួយក៏អ្នកមានឬមួយក៏មានសុខភាពល្អឬមួយក៏យើងអត់មានពេលថែតែម្ដងពុកម៉ែបងប្អូនណាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាថែសុខភាពងាយហើយនឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែបានមានរឿងល្អចូលក្នុងជីវិតដើម្បីឲ្យជីវិតរបស់យើងនេះរស់តាមតម្រូវការធម្មជាតិធ្វើឲ្យយើងមានគម្លាតចេញពីភាពដែលយើងមិនចង់បានអញ្ចឹងអ្វីដែលជំនួយខ្លួនរបស់យើងសប្តាហ៍ថ្ងៃគឺពុកម៉ែបងប្អូនដឹងហើយសប្តាហ៍ថ្ងៃយើងចេញទៅធ្វើការរកស៊ីហត់ណាស់កម្លាំងកាយបើយើងមិនហ៊ានគិតនឹងកម្លាំងចិត្តដ៏មានធម៌ពលរបស់យើងយកមកប្រើយកមកវិវត្តខ្លួនដែលយើងចង់បានរឿងអ្វីដែលល្អរឿងអ្វីដែលអស្ចារ្យនៅលើលោកនេះទេពុកម៉ែបងប្អូនទាំងអស់គ្នានឹងរងការទទួលពីសបកក្រៅរបស់យើងណាយើងធ្វើការហត់នឿយណាស់អត់មានពេលទេសម្រាប់អ្នកគ្រូខ្ញុំហត់នឿយហើយខ្ញុំញ៉ាំអត់បានឆ្ងាញ់ខ្ញុំហត់នឿយហើយខ្ញុំអត់បានមានអ្វីគ្រប់គ្រាន់ដូចគេទេអ្នកគ្រូចឹងអ្នកគ្រូក៏សូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនគិតថាហ៊ានគិតខាងក្នុងចិត្តណាពុកម៉ែបងប្អូនទាំងគ្នាបើសិនជាពុកម៉ែបងប្អូនទាំងគ្នាមិនហ៊ានគិតពីខាងក្នុងចិត្តទេធ្វើឲ្យរាងកាយរបស់យើងទាំងមូលនឹងលំបាកណាលំបាកហើយវាអត់មានទៀតលំបាកក្រាន់បានតែមកកាពះរបស់យើងឧទាហរណ៍ជាពិសេសពុកម៉ែបងប្អូនណាដែលគាត់ធ្វើសំណង់អាហ្នឹងមិនមែនគាត់ជាមេការអីធំទេណាគាត់ជាបុគ្គលិកកម្មករគេសាមញ្ញអញ្ចឹងក៏អត់មានប្រើខួរក្បាលក៏ប្រើកម្លាំងកាយរបស់គាត់និងអ្នកលក់ដូរតាមផ្លូវឬមួយក៏
ពុកម៉ែបងប្អូនដែលគាត់ប្រើកម្លាំងពេញមួយថ្ងៃគាត់ទៅធ្វើការច្រូតស្រូវឬមួយក៏ទៅដកស្ទូងឲ្យគេឬមួយធ្វើការកាប់ញោមធ្វើការប្រើកម្លាំងពេញមួយថ្ងៃយើងអត់បានប៉ុន្មានទេពុកម៉ែបងប្អូនណាត្រូវទេតិចបាន$10ច្រើនបានច្រើនថា$20ចុះអាហ្នឹងយើងវាយច្រើនហើយណាយើងធ្វើការថែមម៉ោងថែមឲ្យទៀតអ្នកខ្លះគាត់នៅខាងជនបទសិក្សាចំការគាត់បានតែ20,000រៀលឬមួយក៏បាន30,000អញ្ចឹងពុកម៉ែបងប្អូនអរគ្នាអញ្ចឹងយើងគិតមើលបើយើងគិតថាប៉ុណ្ណឹងចាយបានតែមកគុតគង់រាងកាយរបស់យើងតែប៉ុណ្ណោះដើម្បីបំបត្តិការឃ្លានតែប៉ុណ្ណោះពុកម៉ែបងប្អូនយើងមិនអាចមានលុយទៅទិញឡានទំនើបឬមួយផ្ដល់សុភមង្គលសម្រាប់គ្រួសារទេណាយើងបានត្រឹមតែងើបឡើងទៅធ្វើការស៊ីប្រាក់ខែស៊ីថ្ងៃឲ្យគេអញ្ចឹងណាឬស៊ីប្រាក់ខែតិចតួចតែប៉ុណ្ណោះអញ្ចឹងពុកម៉ែបងប្អូនគួរតែគិតថាយើងប្រើកម្លាំងធម៌ពលផ្លូវកាយរបស់យើងជាច្រើនពេលឆ្នាំមកហើយអាយុដល់ឥឡូវយើងប្រហែល10 20 30 40 50 70 80 90ណាឥឡូវយើងទៅបដូរមើលคลิปវីដេអូអ្នកគ្រូហើយត្រូវបដូរកម្លាំងចិត្តមកប្រើកម្លាំងចិត្តវិញណាពុកម៉ែបងប្អូនការគិតក្នុងចិត្តវិញគិតថាអ្នកគ្រូឥឡូវកូនឬមួយក៏ពុកម៉ែបងប្អូនមីមីងទាំងអស់ណាកូនចៅរួមលោកទាំងអស់ដែលគាត់គិតថាគាត់ប្រើហត់នឿយហើយអញ្ចឹងគ្រាន់តែពុកម៉ែបងប្អូនគិតក្នុងចិត្តណាបានបែបធម្មជាតិកុំខ្វល់ថាបានមកពីណាទៅណាគិតទៅគាត់តែគិតទៅពុកម៉ែបងប្អូននឹងមានកាយដឹកនាំនឹងមានពន្លឺដឹកនាំពុកម៉ែបងប្អូនទៅរកផ្លូវមួយដ៏បែបអភិនហាបែបងាយដូចថាចៃដន្យចៃដន្យណាខ្ញុំគាត់កណ្ដប់បានអូចៃដន្យលុយមកដល់ងាយខ្ញុំគ្រាន់តែគិតសោះអញ្ចឹងពុកម៉ែបងប្អូនទៅគិតថារឿងវាអាចអស្ចារ្យណាស់លើលោកនេះយើងអាចជួបតែគាត់មានសំណាងណាចេះអញ្ចឹងណាខ្សែរឿងវាផ្សេងគ្នាអញ្ចឹងកុំថាយើងអត់បនព្រេងយើងអត់មានសំណាងអញ្ចឹងយើងទៅប្រាប់ខ្លួនឯងថាខ្ញុំមានបនព្រេងខ្ញុំមានសំណាងខ្ញុំជាមនុស្សដែលសំណាងជាងគេបំផុតនៅលើលោកនេះដែលលុយនឹងទ្រព្យសម្បត្តិមហាសាលលើលោកនេះរត់មកខ្ញុំងាយសប្បាយណាបងប្អូនអញ្ចឹងណាពេលវេលាអាចបញ្ជាក់រឿងពិតចេញការពិតនៅក្នុងចិត្តគិតហើយដដែលគិតហើយដដែលដើរដេកអង្គុយឈរឬមួយក៏អ្វីក៏ដោយសូមតែគិតរឿងដែលយើងមានសំណាងជាងគេលើលោកខ្ញុំជាមនុស្សដែលមានសំណាងទៅណាមកណាជួបតែសំណាងល្អណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងបើចង់មានសំណាងល្អពុកម៉ែបងប្អូនត្រូវតែចេះគិតត្រូវតែហ៊ានគិតត្រូវតែគិតហើយជឿជឿនោះសំខាន់ណាស់ពុកម៉ែបងប្អូនណាគិតហើយតែអត់ជឿពុកម៉ែបងប្អូនគិតអត់ប្រយោជន៍ទេហ្នឹងបានតែគិតឲ្យសម័យមកបងប្អូនណាគិតឲ្យសម័យឲ្យពិតឲ្យច្បាស់កុំសង្ស័យកុំដាក់ហេតុផលមួយលៀនហេតុផលតាមសង្កត់ក្រៅពុកម៉ែបងប្អូនណាកុំឲ្យសោះគ្រាន់តែគិតឲ្យគ្រាន់តែយើងយល់ឲ្យច្បាប់ធម្មជាតិថាចេះឲ្យអ្នកគ្រូប្រាប់ឲ្យគិតទៅគិតមកគិតចង់មកអីដាក់មកទំហឹងមកហើយចាំមើលលទ្ធផលខ្លួនឯងទៅកុំឲ្យសង្ស័យហើយកុំចាំមើលនេះចាំនោះមិនបាច់ទេគិតឲ្យបលែងពុកម៉ែបងប្អូនណាគិតឲ្យបលែងធម្មតាសាមញ្ញពុកម៉ែបងប្អូនព្រោះក្តីសុខអ្វីពិតប្រាកដគឺនៅក្នុងចិត្តរបស់យើងអត់អាចមកកាត់ថ្លៃបានខាងក្រៅទេពុកម៉ែបងប្អូនណាពេលខ្លះគាត់អត់ទៅប៉ុន្តែអ្នកនិយាយទេពុកម៉ែបងប្អូនខ្លះតែក្នុងចិត្តរបស់គាត់មានស្ដុកស្ដំមហាសាលតែក្នុងចិត្តរបស់គាត់ណាមានអ្វីគ្រប់យ៉ាងពេលខ្លះគាត់អត់មានអំនួតគាត់មានតែគាត់អត់អំនួតទេដោយសារគាត់ស្គាល់ច្បាប់ធម្មជាតិច្បាស់តែយើងអំនួតយើងអាចខាត់បងវិញណាពុកម៉ែបងប្អូនអាចយើងភ្លេចគុណរមើគុណហ្នឹងក៏ចឹងដែរអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមើលคลิปនេះពីដើមដល់ចប់ហើយសូមឲ្យជួយចែករំលែកបន្តឲ្យបានច្រើនពុកម៉ែបងប្អូនណាឬមួយក៏ comment ឬមួយក៏ឆាតតាម Telegram ប្រឹក្សាជាមួយអ្នកគ្រូដែលអត់គិតថ្លៃតាមលេខទូរស័ព្ទ086 519 338 សូមឲ្យពុកម៉ែបងប្អូនមានសេចក្តីសុខដីចម្រើនគ្រប់ពេលវេលាណាសូមឲ្យអ្វីៗកាត់ឡើងចំពោះពុកម៉ែបងប្អូនមានតែរឿងសំណាងល្អអញ្ចឹងបានចង់បានសំណាងល្អត្រូវតែគិតរឿងល្អណាពុកម៉ែបងប្អូនសូមអរគុណសម្រាប់คลิปវីដេអូបន្តទៀតសូមអរគុណពុកម៉ែបងប្អូនណាអរគុណពាក្យដដែលដើមធ្វើឲ្យយើងមាន
បានคล้ายជា